អ្នកវិទ្យាសាស្ត្រទំនេរពេកមែនបានពួកគាត់នាំគ្នាមកផលិតអាហារអនលក់ឲ្យមនុស្សទូទាំងពិភពលោកជំរាបសួរថ្ងៃនេះមកសៀពាក់ព័ន្ធនឹងបទពិសោធន៍ជីវិតរបស់ខ្ញុំដែលបានឆ្លងកាត់ធ្លាប់ធ្វើទីផ្សារសុខភាពជិត10ឆ្នាំដែលធ្លាប់បានរៀនសូត្រជាមួយនឹងដុកទ័រនៅក្នុងប្រទេសក៏ដូចជាដុកទ័រនៅខាងក្រៅប្រទេសក៏ដូចជាអ្នកវិទ្យាសាស្ត្រផលិតថ្នាំពេទ្យដែលខ្ញុំធ្លាប់បានរៀនសូត្រចូលវគ្គសិក្ខាសាលាជាមួយនឹងពួកគាត់ពាក់ព័ន្ធនឹងមូលហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រគាត់ចាប់ផ្ដើមងាកមកផលិតអាហារបំពងអ្នកវិទ្យាសាស្ត្រទំនេរពេកមែនបានពួកគាត់នាំគ្នាមកផលិតអាហារអនលក់ឲ្យមនុស្សទូទាំងពិភពលោកវិទ្យាសាស្ត្រទំនេរពេកឬមកពីយើងមិនយល់អំពីអ្នកវិទ្យាសាស្ត្រនាំគ្នាផលិតអាហារបំពងហើយហេតុអ្វីសម័យឥឡូវនេះមានអាហារបំពងច្រើនម្ល៉េះដាក់លក់នៅលើទីផ្សារចុះហេតុអ្វីបានយើងមិនទិញប្រើតាមការសិក្សារបស់ខ្ញុំកន្លងមកជិត10ឆ្នាំនេះអ្វីដែលខ្ញុំបានយល់ពីអ្នកវិទ្យាសាស្ត្រឬក៏ដុកទ័រនានាដែលបានរៀនសូត្រពីគាត់កន្លងមកគឺបណ្ដាលមកពីរាងកាយរបស់យើងมันអាចទទួលនៅសារជាតិចិញ្ចឹមគ្រប់គ្រាន់ចេញពីចំណីអាហារដែលយើងហូបចូលទៅដោយសារអាហារសប្តាហ៍នេះគឺជាអាហារកែច្នៃគេហៅថាអាហារ fast food ហ្នឹងហើយវាជាអាហារមួយសម្រាប់បុគ្គលដែលគាត់រវល់ការងារច្រើនហើយគាត់ក៏ជ្រើសរើសយកអាហារហ្នឹងយកមកហូបបានន័យថាហូបទៅវាបានត្រឹមតែមួយឆ្អែតវាអត់បានជាតម្រូវការដល់រាងកាយរបស់យើងនោះទេវាមិនមែនជាចំណីអាហារកោសិកាអញ្ចឹងធ្វើឲ្យគាត់ឃ្លានទៀតហូបទៀតអត់ចេះឆ្អែតអត់ចេះឆ្អល់ដោយសារវាមិនមែនជាចម្លើយឬក៏ជាចំណីអាហារសម្រាប់កោសិកាឬក៏សម្រាប់សែលរបស់យើងអ្វីដែលធ្វើឲ្យយើងហេវយើងឃ្លាននោះគឺសែលគឺកោសិកាយើងនោះទេដែលជាអ្នកធ្វើឲ្យយើងនឹងហេវធ្វើឲ្យយើងនឹងឃ្លានតែបើសែលទទួលបានចំណីអាហារគ្រប់គ្រាន់ហើយអត់អាចធ្វើឲ្យយើងឃ្លានទៀតនោះទេអញ្ចឹងហូបហើយហូបទៀតឃ្លានហើយឃ្លានទៀតដែលមិនចេះចប់មិនចេះហើយនេះគឺបណ្ដាលមកពីអាហារដែលយើងហូបចូលទៅវាមិនមែនជាអាហារសម្រាប់កោសិកាយល់ទេបាទអញ្ចឹងនៅពេលដែលយើងហូបច្រើនអញ្ចឹងអាចចំណីអាហារទាំងអស់ដែលមិនមែនជាចំណីអាហារកោសិកាហ្នឹងវាទៅណាវាទៅជាកាកសំណល់វា convert ទៅជាខ្លាញ់សម្រាប់ស្តុកទុកក្នុងរាងកាយរបស់យើងដែលជាបង្កឲ្យបញ្ហាកើតជំងឺផ្សេងជំងឺបេះដូងជំងឺទឹកនោមផ្អែមលើសស្ករលើសខ្លាញ់លើអាស៊ីតសបែបយ៉ាងដែលបង្កធ្វើឲ្យយើងកើតជំងឺជាកត្តាដែលអញ្ចឹងហើយអ្នកវិទ្យាសាស្ត្រគាត់មើលឃើញថាអ្នកឈឺភាគច្រើនគឺនាពេលបច្ចុប្បន្ននេះជំងឺបង្កឡើងដោយជំងឺដែលមិនមែនជាប្រភេទពពួកមេរោគគឺវាមានតួលេខច្រើនមែនតើរហូតដល់ 70-80% ហើយណាបាទតែអានេះគេហៅថាជំងឺ NCD Non-Communicable Disease គឺជាជំងឺដែលបង្កឡើងដោយមិនមែនជាពពួកមេរោគបាទគឺជាជំងឺបង្កឡើងដោយពពួកចំណីអាហារអញ្ចឹងដោយសារការមើលឃើញបែបហ្នឹងទើបអ្នកវិទ្យាសាស្ត្រគាត់ចាប់ផ្ដើមផលិតអាហារបំពងមកអញ្ចឹងដោយការមើលឃើញបែបហ្នឹងទើបអ្នកវិទ្យាសាស្ត្រចាប់ផ្ដើមផលិតអាហារបំពងមកគឺដើម្បីតម្រូវការរាងកាយរបស់មនុស្សយើងបាទអញ្ចឹងហើយទើបគេបើកកម្មវិធីសិក្ខាសាលាដើម្បីឲ្យមនុស្សទៅស្វែងយល់ឲ្យមានចំណេះដឹងនៅក្នុងការថែទាំសុខភាពរបស់ខ្លួនយើងហ្នឹងហើយតែជាអកុសលភាគច្រើនប្រជាជនរបស់យើងដោយពុំយល់គាត់គិតថាគេធ្វើទីផ្សារដើម្បីលក់យកភាគលាភយកផល
ប្រមាណនៃការចំណេញគេបោកប្រាស់អីសពបែបយ៉ាងអញ្ចឹងទៅចឹងធ្វើឲ្យពួកគាត់ប្រជាពលរដ្ឋរបស់យើងមួយចំនួនមិនបានទទួលទិន្នន័យបែបហ្នឹងទើបខ្ញុំសម្រេចចិត្តធ្វើវីដេអូដើម្បីពន្យល់ណែនាំពុកម៉ែបងប្អូនខ្លះហើយមិនមែនថាវីដេអូរបស់ខ្ញុំឬក៏ចំណេះដឹងដែលខ្ញុំសៀតទៅហ្នឹងល្អនោះទេបាទខ្ញុំគ្រាន់តែចែកម្លែកអ្វីដែលខ្ញុំបានដឹងបានយល់តែប៉ុណ្្នឹងឯងបាទអញ្ចឹងវីដេអូរបស់យើងខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងអរគុណថ្ងៃក្រោយខ្ញុំនឹងនិយាយអំពីរបបអាហារនិងចំណីអាហារបំពន់ម្ដងទៀតអរគុណជួបគ្នានៅវីដេអូក្រោយ